បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅលេងកន្លែងមួយដែលបងប្អូនអ្នកភ្នំក្រវាញខាងស្រុកភ្នំក្រវាញអញ្ចឹងណាគាត់តែងតែទៅលេងឬក៏មានបុណ្យទានដូចជាដល់បុណ្យភ្ជុំបិណ្ឌបុណ្យចូលឆ្នាំជាដើមគឺទីនោះគឺមានមនុស្សច្រើនមកលេងហើយខ្ញុំទៅនឹងគឺក្នុងខែដែលស្រូវកំពុងតែទុំហើយទេសភាពក៏ស្អាតម្យ៉ាងដែរព្រោះខ្ញុំទៅរសៀលដែរហើយព្រោះមើលថ្ងៃទៅចិត្តលិចហើយនេះទស្សនភាពនៅក្នុងទំនប់ទឹកឈើកោកបាទទស្សនភាពដែលមានការទម្លាក់ទឹកមកជាហូរហែហើយមានបងប្អូនឬក៏អ្នកភូមិគាត់ចុះទៅបង់សំណាញ់ហើយនោះមានបងប្អូនជាច្រើនគាត់បានមកលេងមកថតដើម្បីយករូបភាពហ្នឹងសម្រាប់បង្ហោះចែកជូនដល់បងប្អូនឲ្យបានស្គាល់ទាំងអស់គ្នាអញ្ចឹងណាបាទហើយអ្វីដែលសំខាន់គឺនៅក្នុងរដូវនេះគឺវាទឹកវាស្រកហើយដោយសារយើងឃើញហើយគឺអត់មានទឹកទេបើសិនជាយើងមកអំឡុងខែមុនភ្ជុំខែ9ខែ10អីហ្នឹងគឺពេញទឹកហើយគឺគាត់នៅមើលទស្សនភាពក៏ស្អាតដែរហើយនេះទស្សនភាពនៅខាងលើហើយអ្វីដែលខ្ញុំថតខាងនោះគឺនៅស្ថិតនៅខាងក្រោមបាទហើយយើងឃើញហើយថាទឹកវាហូរខ្លាំងព្រោះដោយសារទឹកនេះវាមកពីខាងភ្នំនោះគឺវាមករហូតហើយខាងលើនេះគេអត់ឲ្យយើងលេងទេណាកន្លែងដែលខ្ញុំស៊ូមទៅហ្នឹងគឺគេអត់ឲ្យចុះលេងទេដោយសារកន្លែងហ្នឹងគឺជាអភិរក្សហើយណាមួយកន្លែងហ្នឹងជាកន្លែងជំរោផងដែរបាទបើសិនជាបងប្អូនចង់មកលេងគឺស្ថិតនៅក្នុងភ្នំក្រវាញខេត្តពោធិ៍សាត់អញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាទអរគុណសម្រាប់បងប្អូនអ្នកទស្សនា